អាកាសធាតុត្រជាក់មកគេងលក់ស្រួលខ្លាំងមែនតែនមើលតែមុខទៅដឹងឲ្យឡំកមលនេះខ្ញុំគម្រោងថាទៅលេងអ៊ំលេងយាយឲ្យហើយព្រោះឃើញមេឃថ្ងៃហ្នឹងរៀងមានថ្ងៃរះគ្រាន់បើយើងដឹងស្រាប់អីមករយៈនេះនិយាយពីថាមេឃអ៊ំខ្លាំងមែនតែនតិចភ្លៀងតិចរាំងតិចភ្លៀងតិចរាំងមួយថ្ងៃពេលឃើញមកគេងលក់អញ្ចឹងទៅខ្ញុំក៏ទៅរកបេះក្រូចខ្លះក្រូចឆ្មាខ្លះដើម្បីយកទៅផ្ញើយាយហើយនឹងអ៊ំអញ្ចឹងមុននឹងយកទៅនឹងខ្ញុំក៏បានបេះភ្លក់សាកល្បងដែរដោយសារតែក្រូចយើងនឹងវាមិនមែនឆ្ងាញ់ល្អអត់ខ្ចោះអីទេថាមកហូបបានអញ្ចឹងណាហើយខ្ញុំនេះមិនតឹងចាំផ្លូវឲ្យតាម៉ាក្រោកទេមកប្រហែលជា2ជាង73អីហ្នឹងខ្ញុំបានដាស់មកហើយដៃគូដៃកង់គេក៏នៅចាំនៅនឹងដែរមកហើយដោកៅដោអីហើយហ្នឹងក៏មេឃរៀងភ្លៀងមកឡើងបារាវភ័យស្មានតែអត់បានមកឯតាព្រោះខ្ញុំខំកំងនំមិត្តភ័ក្ដិខ្ញុំអីយកទៅផ្ញើគាត់ដែរតែសំណាងល្អមេឃភ្លៀងតាមមកផ្លែទៅក៏បាត់ទៅវិញហើយខ្ញុំក៏ប្រញាប់នំគ្នាចេញមកទៅដល់កំពង់ចាមហ្នឹងម៉ោងប្រហែលជា74អីនិយាយទៅចង្ងាយពីផ្ទះខ្ញុំទៅខេត្តហ្នឹងបើគេអ្នកជិះលឿនណាតែ5 10 20នាទីអីទេតែខ្ញុំ2នាក់ប៉ា3នាក់ម៉ាហ្នឹងជិះតែរ៉ែផាជាកុងទ័រ20 30អីនឹងឯងនាំមកមើលទេសភាពផងអីផងហើយណាមួយគាត់ចាស់ហើយជិះក៏មិនសូវមាំតមអីដែរណាមួយក៏អត់ហ៊ានជិះលឿនដែរពេលអញ្ចឹងយើងចំណាយពេលប្រហែលជាកន្លះម៉ោងឬក៏7 ម៉ោងអីដល់ឲ្យមកជំរាបសួរមកមួយមកអីហ្នឹងហើយគ្រាន់តែថាបានអង្គុយលេងជាមួយមកនៅក្រុមបានហ្នឹងគេទាធ្វើទៅរទួតដូចគេនឹកខ្លាំងណាស់អីអញ្ចឹងតែការពិតហ្នឹងគ្មានទេមនុស្សនៅអត់ស្ងៀមចេះតែទាទៅលិចទាទៅកើអញ្ចឹងមើលតែគេកាន់នំកាន់អីហើយយន្តទៅជូនយាយទួតគេហ្នឹងគឺថាតំណងខ្លាំងមែនតែនមកដល់ហៅមើលក្នុងបន្ទប់ក្នុងមុខអីអត់ឃើញការពិតយាយទួតនៅកំពង់មុជទឹកចាំយាយទួតមុជទឹកយូរពេកឲ្យមកនៅអត់សក់ឯងបានចុះមកក្រោមវិញចុះមកវិញក៏ដូចតកើហុកដែរមកមួយបានដាក់តុក្កតាឲ្យមើលទៅនិយាយទៅឥឡូវមកមួយគាត់ថាគាត់ចូលចិត្តមើលតុក្កតាជាងមើលរឿងទៀតស្គាល់ប៉ុស្តិ៍តុក្កតាស្មានតែមានកូនក្មេងណាទៅលេងទៅអីផ្ទះគាត់បើកទូឲ្យមើលតែគាត់ពិតគាត់មើលខ្លួនឯងសោះកំពុងតែនិយាយលេងគ្នាភ្លេចខ្លួនហ្នឹងនិយាយបានចុះមកតាមហៅពួកខ្ញុំដល់ក្រោមមកហើយឃើញចុះមកតាំងហ្នឹងឃើញកាន់លុយមកស្លឹកនឹកស្មានតែឲ្យចៅតួដោយតាមានណាឲ្យកូនគាត់សោះយ៉ាងមិនថាទឹកចិត្តម្ដាយចំពោះកូនណាគឺធំធេងរកអីកាត់ថ្លៃអត់បានមែនកូនធ្វើឲ្យខឹងតែនៅតែអាណិតកូនចឹងមកវិញនិយាយពីថាឆ្ងាញ់ញាប់មាត់ញាប់កបានប្រហិតត្រីជាមួយនឹងសាច់ជ្រូកជ្រាំឲ្យញាត់មករះមកមួយបានខ្វេះមកប្រឡំដើម្បីឲ្យមកញ៉ាំប្រឡំឲ្យនៅបានយូរអញ្ចឹងណានឹងឲ្យទៅដល់គាត់ខាត់ឲ្យញ៉ាំបាយជាមួយគាត់ហើយនឹងនៅគេងអីជាមួយគាត់នឹងអីប៉ុន្តែខ្ញុំអត់បានវិចប្រវិចខោអាវវិចអីទៅទេណាមួយខ្ជិលវិចប្រវិចទៅលិចទៅកើត2 3ដងអញ្ចឹងណាទៅបានតែញ៉ាំបាយអីជាមួយគាត់គឺខ្ញុំត្រឡប់មកវិញហើយល្មមដល់ពេលម៉ោងបាយហ្នឹងម៉ោង5ម៉ោង6ហ្នឹងវារៀងយូរដែរមកនៅអត់សុកឯចេះតែទាទៅ playground សំខាន់ណាស់ទៅដល់ហ្នឹងគឺមេឃបានភ្លៀងម្ដងទៀតហើយភ្លៀងឡើងច្រើនជាងនៅពីកោះទៅទៀតល្មមដល់មេរាំងភ្លៀងហ្នឹងប្រហែលជាម៉ោង4ជាងហើយខ្ញុំក៏បានប្រវោប៉ាដឹកមកដើរលេងមើលគេមើលឯងហ្នឹងខ្លះទៅល្មមដល់ពេលបាយអញ្ចឹងទៅនៅកន្លែងដើរលេងនេះអត់មានថាឆ្ងាយដើមសពអីទេតាម20នាទីអីហ្នឹងសពអីជីយឺតមើលគេមើលឯងមុំជុំវិញមាត់ទន្លេផ្សាររាត្រីអីអញ្ចឹងទៅថ្ងៃនេះចាំថ្ងៃឈប់សម្រាកគេសម្រាកបនអ៊ំទូកដល់ពេលអញ្ចឹងនៅតាមមាត់ទន្លេនៅតាមកន្លែងលេងអីហ្នឹងឃើញមានមនុស្សរៀងច្រើនគ្រាន់បើបន្តិចជីទៅឃើញគេលក់ពោតលេងឡើងមកជួនៅអាមជួមាត់ទន្លេហ្នឹងពោតលេងគេលេងថ្មីហើយតំណងមែនតែនមកកំប៉ុងហ្នឹងតែ3000ទេខ្ញុំបានទិញឲ្យម៉ាហ្នឹងមកកំប៉ុងទៅជុំសពមាត់ទន្លេអីអស់ហើយហ្នឹងថាបកមកមាត់ទន្លេឲ្យម៉ាគេជិះអាឡាននេះមានឡានមានម៉ូតូមានអីរៀងធ្វើមនុស្សធំអីយើងជិះបានហ្នឹងណាតែម៉ាគេអត់ជិះទេហើយនៅនេះធូរថ្លៃមកនេះបាន5000ជីបានឡើង20នាទីតែមកគេអត់ទាន់ដល់កម្រិតគេហើយអត់ចេះជីផងដល់ពេលអញ្ចឹងគេទាទៅទិញប្លុកបានមកស្បាវដល់ផ្ទះវិញកងហិតបានមកដល់ល្មមឲ្យសមាសម្រាប់សុកងហិតហើយកងហិតនេះក៏មកលេងប្លុកជាមួយចៅហើយខ្ញុំជាមួយម៉ាមួយអីហ្នឹងនាំគ្នារៀបបាយញ៉ាំដោយសារទៅដល់ហ្នឹងគឺថាម៉ោង5ជាងពេលបាយល្មមតែឥឡូវម៉ោង5ម៉ោងអីហ្នឹងគឺថាល្ងឹតហ្មងដូចម៉ោង
7ម៉ោង8យ៉ាងរៀបបាយអីហើយនឹងមកពៅនេះបានមកដល់ល្មមហើយយើងក៏ញ៉ាំបាយជុំគ្នាទាំងអស់គ្នាតើមកហូបផ្ទះមកមួយថ្ងៃនេះមានស្លតពាំងស្ងោរម្រះហើយនឹងទាខ្វាយហើយអីហើយយើងជជែកគ្នាលេងមកសធុក៏ជំរាបលាយាយទួតត្រឡប់មកទៅជិះម៉ូតូត្រឡប់មកវិញជិះឡានក៏បានឲ្យប៉ាខ្ញុំត្រឡប់មកមុនហើយណាមួយប៉ាខ្ញុំក៏គាត់អត់សូវប៉ិនពេលយប់នឹងដែរ